បន្ទាប់ពីយើងចាក់ដល់ជុំវាបងនេះដល់ជុំដល់មុខតំណវាចុះខ្ញុំដកដើមចេញបងដកដើមចេញចឹងនេះបងសាក្មេងនេះក្មេងចឹងគ្រប់កាឡាគឺមានក្មេងទាំងអស់បងនេះសាក្មេងអញ្ចឹងអាជុំទី1នេះគឺយើងបំបីក្មេងទាំងអស់បងចឹងចាប់ដើមចាក់បន្តមកក្រុមទៀតបងចឹងចាក់មកក្រុមនេះគឺខ្ញុំចាក់3កាឡាខ្ញុំដាក់ក្មេងមួយបងបន្ទាប់ពីអានេះបងបន្ទាប់ពីអានេះមកក្រុមគឺ3កាឡាក្មេងមួយចឹងនៅពេលខ្ញុំចាក់ដល់3កាឡាខ្ញុំនឹងធ្វើការបង្ហាញបន្តទៀតបងចឹងឥឡូវខ្ញុំចាក់បាន3កាឡាហើយបងនេះដល់មុខតំណវាបងនេះមុខតំណទាំងសងខាងគឺយើងលាតមើលបងនេះក្មេងយើងចឹងរឿងរឹប1កាឡា2កាឡា3កាឡាចឹងបាន3កាឡាបងចឹងចាប់ដើម8ក្មេងម្ដងទៀតបងចឹងអានេះក្មេងបងក្មេងរបស់យើងចឹងរឹបមក1កាឡា2កាឡា3កាឡាចាយើងបំបីក្មេងកន្លែងនេះមួយទៀតបងចឹង3កាឡានេះបានថាយើងចាក់6ជុំបងអញ្ចឹងវាចាក់យើងចាក់មកដល់អាកន្លែងនេះ6ដងអញ្ចឹងបានវាបាន3កាឡាបងអញ្ចឹងអាកាឡាខាងលើនេះគឺយើងបំបីទាំងអស់បងបំបីគ្រប់កាឡាទាំងអស់អញ្ចឹងនៅពេលអាកន្លែងនេះគឺយើងបំបីមួយចន្លោះមួយបំបីមួយចន្លោះមួយបងបាទអញ្ចឹងយើងចាប់ដើមចាក់អានេះបន្តដែលបងសូបវាដែលខ្ញុំមើលអាកាឡា2សងខាងឲ្យស្មើគ្នាសូវាស្មើដាក់វាស្មើមុខតំណរបស់យើងមកចឹងអានេះស្មើហើយបងចឹងតុបវាមកចូលខ្សែទៅមកខាងសូពីខ្សែសូមកខ្សែកណ្ដាលទៅមកយើងទាញវាបាទចឹងដល់ពេលបានចឹងហើយចាប់ដល់8ចឹងបងចឹងដល់ពេល8អាដបូគេនេះហើយយើង8ដបងគេនេះគឺយើងមើលកាឡាវាបងយើងមើលកាឡាខាងលើសិនជាងលាតមកបាទចឹងយើងលាតមកនេះកន្លែងតំណបងកន្លែងមុខតំណរបស់យើងចឹងខ្ញុំលើកមួយចំគឺចំក្មេងបងនេះអានេះក្មេងចឹងមើលមកគឺចំកន្លែងនេះបងចឹងយើងត្រូវ8ក្មេងអាកន្លែងនេះបងតែបើសិនជាវាចំកន្លែងនេះយើងត្រូវ8ក្មេងកន្លែងនេះបងបើសិនជាក្មេងចំកន្លែងនេះ8កន្លែងនេះក្មេងចំកន្លែងនេះគឺយើង8កន្លែងនេះបងចឹងយើងមើលទៅលើសិនបងអាកន្លែង8ដំបូងអាកន្លែង8ដំបូងគឺយើងត្រូវមើលវាធ្វើម៉េចឲ្យវាចំជួរសិនបងឲ្យចំជួរបើទៅមកដល់ពេលចំជួរហើយយើងចន្លោះមួយ8មួយចន្លោះមួយ8មួយបាទចឹងចាប់ដើមចាក់បន្តទៀតបងអញ្ចឹងបាញ់មិញបងយើងមើលកលៀតមើលសិនមកនេះក្មេងបងក្មេងចូលវានៅចំអាកន្លានេះបងចេះយើង8អាកន្លានេះហើយ8អាកន្លានេះហើយយើងដាក់ដើមយើងចូលមកដាក់ដើមចឹងហើយយើងសូចចូលប្លោះលើនេះបងប្លោះលើនេះប្លោះដែលយើងមើលទៅវាចំជួរក្មេងមិញចឹងការ8របស់ខ្ញុំគឺ8ក្មេងជួរបងចុះយើងต้องដាក់វាតាមជួរហើយយើងសូកពីសរសៃមកសរសៃកណ្ដាលបងមួយទាញវាធម្មតាចឹងហើយបន្ទាប់មកទៀតយើងចាប់ដើមចាក់វាបងយើងចាក់មកមុខបងចាក់មកកន្លាមុខនេះមកអញ្ចឹងចាក់គឺយើងអត់8ទេបងយើងចន្លោះមួយបាទចន្លោះមួយចាក់នេះចូលមកប៉ុណ្ណេះអញ្ចឹងអាក្លានេះគឺយើងអត់8ទេបងយើងចន្លោះអានេះមួយហើយយើងចាក់ចូលអាក្លាបន្ទាប់ទៀតចាក់ចូលអាក្លាពីតមុខទៀតមកបន្តមុខហើយបន្តមកយើង8អាកាឡានេះបងនេះចូលចូលប្លោះដែលហ្មងនេះចូលប្លោះដែលបាទចូលប្លោះដែលហ្មងជាងសូពីសរសៃហើយមកសរសៃកណ្ដាលបាទទាញអញ្ចឹងដល់ពេលតមុខទៀតនេះបន្តមកដល់កាឡានេះយើងអត់8ទេយើងចាក់វាធម្មតាតែយើងអត់8ទេបងចូលវាពីសរសៃមកសរសៃកណ្ដាលទាញវាមកបាទទាញមកចឹងមកចេញអត់8ទេបងដល់ពេលចូលដល់នេះមកយើង8ចូលដល់នេះ8អញ្ចឹងហើយយើងសូកចូលប្លោះដែលបងដើម្បី8ក្មេងចូលប្លោះដែលបងសរសៃមកសរសៃកណ្ដាលចាក់មកមុខទៀតអានេះចន្លោះបងនេះយើងចន្លោះ8មួយចន្លោះមួយ8មួយចន្លោះមួយបងជុំនេះដល់វានេះដល់អាកន្លានេះមកយើង8
យើងសូកយកកន្លានដែលហ្មងបាទយកកន្លានដែលហើយបន្តមកទៀតអានេះអត់8ទេបងអានេះចាក់ធម្មតាអត់8ទេចឹងនៅពេលយើងបំបែកអាកន្លាននេះមួយបងខ្ញុំស្រាយសិនបងបង្ហាញបងប្អូនមើលសិនថាវាត្រូវជួរដែរអត់បងយើងលាតមើលហើយយើងលាតមើលលើកចែមិនមើលច្បាស់លោកបងបាទអញ្ចឹងកន្លែងនេះបងនេះកន្លែងយើងបំបែកដបងបងមុខតំណក្មេងចេះយើងមើលមកចំជួរបងនេះក្មេងយ៉ាងក្មេងនេះក្មេងច្រឡំបងប្អូននិយាយខុសចឹងអានេះក្មេង1កន្លា2កន្លា3កន្លាចឹងដល់ក្មេងនេះមួយបងចំជួរបងចឹងនៅពេលយើងបំបែកអានេះហើយអាផ្សេងយើងបំបែកមើលជួរទេបងបំបែកមើលជួរទេដឹងថាមកជុំនេះមកជុំដែលយើងកំពុងបំបែកនេះគឺបំបែកមួយចន្លោះមួយបំបែកមួយចន្លោះមួយចឹងនៅពេលយើងបំបែកអានេះហើយដល់ពេលយើងចាក់ជួរកន្លានេះយើងអត់បំបែកបងឃើញទេអត់បំបែកទេទៅមកដល់កន្លានេះយើងបំបែកនេះក្មេងមួយទៀតនៅពេលមកមុខទៀតចន្លោះអានេះមួយទៀតចន្លោះនេះមួយដល់នេះយើងបំបែកក្មេងមួយទៀតមកមុខទៀតចន្លោះមួយបំបែកមួយបងឃើញទេចឹងក្មេងមួយអត់មួយចឹងយើងក៏លេខទៅមើលខាងលើថាវាចំជួរទេអត់បងជួយមើលមកក្មេងនេះ1កន្លា2កន្លា3កន្លាដល់ក្មេងនេះមើលបន្តមកទៀត1កន្លា2កន្លា3កន្លាដល់ក្មេងនេះក្មេងទៀត1 2 3ដល់ក្មេងនៅលើចឹងអានេះគេហៅថាការបំបែកក្មេងជួរបងចឹងយើងបំបែកបែបនេះរហូតដល់មកជុំវាបងរហូតដល់មកជុំវាអានឹងនៅពេលគ្រប់ជុំវាមកដល់ត្រនេះបងនេះអាចមុខតំណរបស់យើងនេះគឺវាមកដល់ត្រនេះមួយទៀតនេះមកដល់ត្រនេះមួយទៀតអានេះដល់ជុំវាបងចឹងឥឡូវខ្ញុំចាក់មកដល់ជុំវាបងនេះដល់មុខតំណវានេះមុខតំណសងខាងចឹងយើងមើលបងប្អូនអានេះក្មេងចឹងចន្លោះ1កន្លាដូចគ្នាចឹងនេះក៏ចន្លោះ1កន្លានេះចន្លោះ1កន្លាចឹងនិយាយទៅគឺចោះចន្លោះ1កន្លាជុំវិញបងប្អូនចឹងក្មេងវាមើលត្រូវជួរទេអត់បងពេលយើងចាក់ដល់ជុំចឹងនេះក្មេងចាំជួរចឹងអានេះក្មេងបងប្អូនចាំជួរវាទៀតនេះស្ទើរតែត្រូវជួរទាំងអស់បងប្អូនចឹងជុំទី1គឺយើងបំបែកគ្រប់កន្លាទាំងអស់នៅពេលជុំទី2ចន្លោះមួយបំបែកមួយជុំទី3យើងគ្រប់3កន្លានៅពេលគ្រប់3កន្លាចឹងមកយើងបំបែកចន្លោះ2ម្ដងបងប្អូនចឹងចាប់ដើមតមុខតំណវាមកតកន្លែងដល់ជុំវាមកហើយយើងចាក់បន្តមកក្រុមទៀតយក3កន្លាទៀតបងប្អូនយក3កន្លាក្រុមក្មេងមកបន្តទៀតចឹងឥឡូវខ្ញុំចាក់បាន3កន្លាមកក្រុមទៀតហើយបងប្អូននេះចឹងក្មេងមកយើងបងប្អូនក្មេងមកយើងចឹងបាន1កន្លា2កន្លា3កន្លាបាទចឹងបាន3កន្លាហើយចឹងនេះមុខតំណ3កន្លាបង1 2 3ចឹងអានេះ1 2 3ចឹង3ដូចគ្នាបងប្អូនអាដំបូងនេះគឺយើងបំបែកគ្រប់កន្លាបើតែមួយចន្លោះ1កន្លាបំបែកមួយនៅពេលមកដល់កន្លែងនេះគឺចន្លោះ2កន្លាបំបែកមួយហើយកន្លែងនេះបងប្អូនកន្លែងនេះក្មេងដំបូងគេគឺនៅចំកន្លែងមុខតំណដែរបងប្អូនអត់បានដូរទេតែជុំខ្លះវាដូរមកដល់នេះបងប្អូនអាកន្លែងក្មេងវានៅកន្លែងនេះចឹងវាមួយដល់អាកន្លែងនេះតែបើក្មេងដំបូងនៅចំអាមុខតំណនេះយើងបំបែកមុខតំណបងប្អូនតែបើក្មេងនៅចំកន្លែងនេះយើងបំបែកកន្លែងនេះបើតែមករឹបចន្លោះ2កន្លាក្មេង1 2កន្លាក្មេង1មកជុំវិញបងប្អូនចឹងខ្ញុំចាប់ដើមចាក់បន្តទៀតបងប្អូនបាទអញ្ចឹងមិញក្មេងគឺនៅចំអាមុខតំណនេះបងប្អូនអញ្ចឹងខ្ញុំចាក់អាមុខតំណនេះជួយបំបែកក្មេងក្នុងមុខតំណបងប្អូនបាទចាំមុខតំណកន្លែងនេះយើងដាក់ដាមមកហើយយើងសូកអាកន្លាមុខតំណនេះបងប្អូនសូកយកអាកន្លាមុខតំណនេះទាញកាមេរ៉ាថយបន្តិចបងប្អូនវាគៀកដៃពេកចឹងយើងសូកពីសរសៃសូកមកសរសៃកណ្ដាលបងតែមួយយើងទាញវាធម្មតាមកបាទចឹងដល់ពេលបានក្មេងមួយហើយលើនេះយើងឈប់រើបបងប្អូនយើងចន្លោះ2កន្លាក្មេង1 2កន្លាក្មេង1ចឹងអានេះកន្លាទី1បងប្អូននេះកន្លាទី1កន្លាទី1អានេះចូលកន្លាទី2ចូលកន្លាទី2នេះក៏យើងអត់បំបែកដែរនៅពេលចូលកន្លាទី3បានយើងបំបែកបងប្អូនកន្លាទី3បានយើងបំបែកចឹងយើងសូកចូលកន្លាទី3ដែរបងប្អូននេះអាកន្លាទី3ដែរសូកចូលប្លន់ដែរបងនេះ
យកឡំដែលចាក់ពីទៅសៃហើយមកទៅសៃកណ្ដាលដូចគ្នាហើយតែមកយើងចាក់មកតទៀតចានេះចន្លោះមួយអានេះយើងចន្លោះមួយទៀតចឹងយើង8អានេះ8អាទី3នេះបាទចាក់ទី3ហ្នឹងសូកប្លន់ដែលមកប្លន់ដែលចាក់បន្តទៅមុខទៀតបាទចេញខ្ញុំស្រាយខ្ញុំដោះដាមចេញបងប្អូនដោះដាមចេញយើងលាតមើលតែវាត្រូវជួលឲ្យអត់បងប្អូននេះចឹងនេះក្មេងមកយើងនេះក្មេង1 2 3ចឹងនេះចំក្មេងចឹងនេះក្មេងមួយទៀតក្មេង1 2 3ដល់ក្មេងដែរបងអានេះក្មេងមួយទៀតនេះក្មេងនេះក្មេង1 2 3ចឹងដល់ក្មេងមួយទៀតបាទចាកាឡានេះគឺយើងចន្លោះ2កាឡាក្មេង1 2កាឡាក្មេង1ចឹងយើងចាក់រហូតដល់មកជុំវិញបងជាងចាក់វាដល់មកជុំវិញចឹងវាបានក្មេង3ដងហើយបងចំបនេះគឺបោះខ្សែត្រេះបងខ្ញុំចាក់យកឲ្យប្រេបានយូរចឹងខ្សែត្រេះមកទៅពឿផ្សេងបង